សួស្តីអ្នកគ្នាជួបខ្ញុំមកដល់ជាមួយនឹង Rafat Gaming អាហ្នឹងគឺខ្ញុំអាប់ដេតវគ្គថ្មីមួយដែលមុនទូនបានតម្លាក់មក server របស់យើងហើយវគ្គថ្មីហ្នឹងគឺសប្បាយលេងខ្លាំងមែនទែនអ្នកគ្នាមានលេងមកតែ Hero Franco អ្នកគ្នាគឺចង្វាក់ហុកទៅមកមកអ្នកគ្នាកប់សេរីអ្នកគ្នាហើយទៅពេលដែលយើងហុកទៅហើយនៅកន្លែងប្រអប់នេះអ្នកគ្នាយើងទទួលបានជាមួយនឹង skill ឬក៏អីផ្សេងដើម្បីធ្វើបាបគ្នាអញ្ចឹងណាអ្នកគ្នាហើយមួយខាងហ្នឹងគឺយើងទទួលបាន30 kill គឺយើងឈ្នះហ្មងអ្នកគ្នានិយាយទៅណាគេដែលថា toxic game ឬក៏លេង game ចាញ់នេះហ្នឹងគឺមើលលេងវគ្គនេះគឺត្រូវអ្នកគ្នាដោយសារតែវគ្គហ្នឹងគឺសុបាយលេងឲ្យភ័យអុកពោះទីអ្នកគ្នាហើយប្រអប់មួយហ្នឹងគឺយើងទទួលបានជាមួយនឹង skill អីផ្សេងដូចជាស្បែកជើងអីចឹងអ្នកគ្នាឃើញស្បែកជើងហោះទៅមកអ្នកគ្នាលយឡើងមែនតើហើយមានជាមួយនឹង skill Franco skill Lolita skill Lolita នេះហ៎អ្នកគ្នាហើយទៅពេលយើងហុកទៅមកទៅលយឡើងមែនតើនៅប្រអប់អ្នកគ្នាបានឃើញប្រអប់លយឡើងមែនតើអ្នកគ្នាអូចង្វាក់ទៅមកហូភ័យបុកពោះខ្លាំងមែនតើអ្នកគ្នាហើយណាគេដែលថា toxic game ឯងលេងវគ្គហ្នឹងគឺត្រូវអ្នកគ្នាអូនេះកន្លែងនេះអ្នកគ្នាទៅពេលគេវាយយើងងាប់ទៅយើងរត់មកក្រោយវិញអ្នកគ្នាហើយមានហូប khel មានអីចឹងទៅនិយាយទៅ skill វាមានច្រើននិយាយទៅអ្នកគ្នាហើយកន្លែងរូប recall គឺមិនយើង recall បានទេអ្នកគ្នាគឺអាហ្នឹងគ្រាន់តែគេដាក់មកសម្រាប់យើងអាច recall លេងអញ្ចឹងទៅអ្នកគ្នាប៉ុន្តែយើងអាច recall លេងបានទេដោយសារតែភ័យបុកពោះខ្លាំងមែនតើដោយសារ Franco គឺច្រើនខ្លាំងមែនតើអ្នកគ្នាមើលមិនដឹងស្អីខ្លះទេហើយអា skill ទី1ហ្នឹងច្បាក់មានតែមួយអ្នកគ្នាហើយអា skill ទី2ហ្នឹងដំហើយអា skill ទី3ហ្នឹងច្បាក់3អ្នកគ្នាហើយអាកន្លែងហូបផ្ទះហ្នឹងអាហ្នឹងយើងអាចបាញ់គេបានអ្នកគ្នាពេលយើងហុកគេមកយើងអាចបាញ់គេបានអ្នកគ្នាហើយមានហូបអីផ្សេងទៀតអាពេលយើងហុកត្រូវអាសัตว์កាក់នោះអ្នកគ្នាហើយនេះយើងអាច recall បានអ្នកគ្នានិយាយទៅ recall ហ្នឹងគ្រាន់តែថានេះទេអ្នកគ្នា recall លេងអញ្ចឹងណាតែភ័យបុកពូដែរហ្នឹងហើយទៅពេលដែលយើងបាន kill ច្រើនក៏យើងនេះដែរអ្នកគ្នាឥឡូវវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរចាំជួយវីដេអូក្រោយចាំជួបខ្ញុំ